ជំហាននៃការទិញ crypto នៅក្នុង spot អញ្ចឹងជាដំបូងយើងចូលទៅលើ Binance នេះមកហើយយើងចូលទៅលើពាក្យ asset ហើយយើង check មើលថាតើនៅក្នុង spot របស់យើងមានលុយឬក៏អត់អញ្ចឹងបើមានលុយទេគឺយើងត្រូវការ transfer ចេញពី funding ក៏បាន future ក៏បានយើងចូលលើ spot មកគឺយើងមានលុយទេយើងចូលទៅលើពាក្យ transfer ជាបន្តមកទៀតយើងចុចលើ capital asset យើងដាក់ USDT អូខេអញ្ចឹងដោយសារខ្ញុំមាន USDT នៅក្នុង funding យើងសើពាក្យ USDT មកហើយយើងចុចសញ្ញា capital ហ្នឹងហើយចុចពាក្យ max បន្តមកទៀតចុចពាក្យ confirm transfer ដោយសារតែលុយខ្ញុំមានត្រឹមតែ1រៀល55សេនអូខេយើងចុច confirm transfer មកដល់អូខេជាបន្តទៀតគឺយើងចុចទៅលើពាក្យថា trading នេះ trade នៅកណ្ដាលចុចពាក្យ trade មកហើយយើងចុចទៅលើ spot ហើយបន្តមកទៀតគឺដើម្បីយើងធ្វើការទិញបានគឺយើងត្រូវតែsearch ទៅលើកាក់ដែលយើងចង់ទិញសិនគឺយើងចង់ទិញកាក់ Volatility Financial WLFI កាក់របស់ Donald Trump ចុចមកអូខេបន្តមកទៀតគឺយើងបានកាក់នឹងហើយអញ្ចឹងដើម្បីទិញកាក់នឹងបានគឺយើងត្រូវធ្វើការកំណត់តើតើទៅនឹង limit អញ្ចឹងយើងត្រូវ change limit មក market សិនចុច market មកតទៅមកទៀតយើងអូសឲ្យអស់មកហើយយើងចុចពាក្យថា buy ដោយសារតែនេះគឺជាការបង្ហាញរបស់ខ្ញុំទេគឺខ្ញុំអត់ buy ទេប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនយល់ពីអត្ថន័យនៃការទិញក្នុង spot ឲ្យបានច្បាស់អញ្ចឹងឧទាហរណ៍ថាបច្ចុប្បន្នគឺខ្ញុំចង់ទិញក្នុងតម្លៃ 0.11 ក្នុងទឹកលុយ 1.5 សេនអញ្ចឹងខ្ញុំបាន13កាក់អញ្ចឹងខ្ញុំនឹងទុកវារយៈពេលយូរប្រសិនបើកាក់នឹងវាឡើងទៅលើទៀតឡើងទៅ$2គឺខ្ញុំច្រៀងបាន$27ក្នុងដែលខ្ញុំវិនិយោគ$1កន្លះ$1.5សេនហ្នឹងណាអញ្ចឹងបើអានឹងគឺយើងធ្វើការវិនិយោគរយៈពេលយូរគឺយើងអត់ទិញភ្លាមលក់ភ្លាមទេដោយសារតែលុយយើងតិចតួចហើយករណីទី2ប្រសិនបើកាក់នឹងវាចុះទៅទៀតមិនថាចុះទៅ 0.1 សេនគឺលុយយើងសល់តែ 0.13 សេនតែប៉ុណ្ណោះប៉ុន្តែកាក់របស់យើងនៅដដែលកាលណាដែលយើងអត់លក់កាក់នឹងគឺមានន័យថាយើងគឺមិនទាន់ខាតនោះទេអញ្ចឹងបើសិនតែកាក់នឹងវាឡើងទៅទៀត2-3ឆ្នាំទៅមុខទៀតវាឡើងទៅ$15គឺយើងចំណេញបាន$200មានន័យថាវិនិយោគ 1.5 សេនគឺយើងចំណេញរហូតដល់$200អានឹងក្នុងករណីយើងរក្សាទុករយៈពេលវែងតែប៉ុណ្ណោះនឹងគឺជាការបង្ហាញបងប្អូនហើយក៏មិនមែនជា